គុំដៅនៃព្រះសូរិយាប្តីអូនប្រឹងប្រែងធ្វើការតស៊ូមិនខ្លាចនឿយហត់នោះមិនខ្លាចនឿយហត់ការងារឆ្ងាយផ្ទះជីវិតពិតជាកំសត់តែបងអត់ធ្មត់ដើម្បីគ្រួសារភ្នែកសំឡឹងខំប្រឹងផ្សារដែកព្រោះលុយទៅយើងត្រូវបែកមិនអាចប្រកែកឡើយណាទុំប្តីធ្លាប់ខិលធ្លាប់ខូចធ្លាប់មានស្រីស្រាប្តីអូនកែខ្លួនហើយណាជីវ៉ាត្រូវទុកចិត្តប្តីបែហ្គើស្រឡាញ់ប្រពន្ធកូនបេះដូងប្តីចាំមិនភ្លេចមិនដែលកែកិច្ចតួប្រវត្តិធ្លាប់មានស្រីជារឿងអតីតប្រពន្ធឲ្យអូនកុំគិតអីត្រូវទុកចិត្តប្តីត្រូវទុកចិត្តប្តីអូនស្រឡាញ់អូនជាងគេនិងហើយការងារដែលបងធ្វើជាខ្ញុំគេនិងហើយការងារដែលបងធ្វើជាខ្ញុំគេលុយកាំងប្រាំខែត្បិតត្បៀតសន្សំសំចៃស៊ូហត់នៅក្មេងស៊ូហត់នៅក្មេងក្រែងចាំងយើងស្រឡះដៃត្រូវជឿជាក់ប្តីគ្មានអ្នកជំនួសអូនទេត្រូវជឿជាក់ប្តីគ្មានអ្នកជំនួសអូនទេត្រូវទុកចិត្តប្តីគ្មានអ្នកណាល្អជាងប្រពន្ធបងគេត្រូវទុកចិត្តប្តីគ្មានអ្នកណាល្អជាងប្រពន្ធបងគេក្រោមគុំដៅនៃព្រះសូរិយាប្តីអូនប្រឹងប្រែងធ្វើការតស៊ូមិនខ្លាចនឿយហត់នោះមិនខ្លាចនឿយហត់ការងារឆ្ងាយផ្ទះជីវិតពិតជាកំសត់តែបងអត់ធ្មត់ដើម្បីគ្រួសារភ្នែកសំឡឹងខំប្រឹងផ្សារដែកព្រោះលុយទៅយើងត្រូវបែកមិនអាចប្រកែកឡើយណាទុំប្តីធ្លាប់ខិលធ្លាប់ខូចធ្លាប់មានស្រីស្រាប្តីអូនកែខ្លួនហើយណាជីវ៉ាត្រូវទុកចិត្តប្តីបែហ្គើស្រឡាញ់ប្រពន្ធកូនបេះដូងប្តីចាំមិនភ្លេចមិនដែលកែកិច្ចតួប្រវត្តិធ្លាប់មានស្រីជារឿងអតីតប្រពន្ធឲ្យអូនកុំគិតអីត្រូវទុកចិត្តប្តីត្រូវទុកចិត្តប្តីអូនស្រឡាញ់អូនជាងគេនិងហើយការងារដែលបងធ្វើជាខ្ញុំគេនិងហើយការងារដែលបងធ្វើជាខ្ញុំគេលុយកាំងប្រាំខែត្បិតត្បៀតសន្សំសំចៃស៊ូហត់នៅក្មេងស៊ូហត់នៅក្មេងក្រែងចាំងយើងស្រឡះដៃត្រូវជឿជាក់ប្តីគ្មានអ្នកជំនួសអូនទេត្រូវជឿជាក់ប្តីគ្មានអ្នកជំនួសអូនទេត្រូវទុកចិត្តប្តីគ្មាន
ចិត្តប្តីគ្មានអ្នកណាល្អជាងប្រពន្ធបងគេ